ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាស្វាគមន៍សាជាថ្មីមកកាន់វីដេអូរបស់នាងខ្ញុំចឹងវីដេអូថ្ងៃនេះគឺនាំបងប្អូនទាំងអស់គ្នាទៅមើលផ្កាចាក៏ដូចជាការរៀបសួនមុខផ្ទះរបស់ខ្ញុំណាព្រោះថាផ្ទះខ្ញុំទិញមកហ្នឹងគឺថាអត់មានសួនច្បារនៅខាងមុខហើយអត់មានទាំងស្មៅទេបងប្អូនផ្ទះហ្នឹងដូចនិយាយចឹងកងតតល់ទេកុំអីអត់ទិញទេចាព្រោះថា landscape គឺអត់មានតែម្ដងចឹងឥឡូវហ្នឹងខ្ញុំមកដល់ឡូចាដើម្បីហៅទិញថ្មក៏ដូចជាទិញគ្រួសចាដើម្បីយកទៅរៀបមុខផ្ទះហើយមើលមកផ្កាអូយស្អាតស្អាតណាបងប្អូនហើយតែនិយាយទៅខ្ញុំរាល់ឆ្នាំចាទោះជាមិនត្រូវដាំណាក៏ខ្ញុំមកលេងដែរឡូនេះដូចកន្លែងសួនផ្កាមួយអញ្ចឹងចាគឺថាមានផ្កាគ្រប់ពណ៌គ្រប់ប្រភេទអញ្ចឹងណាហើយនេះកូនខ្ញុំដើរចូលមកនេះគេចេះធ្វើគឺថាកុំឲ្យមាត់ឡូឡាអញ្ចឹងណាព្រោះថាគាត់នឹងតាមពិតស្ដាច់ឡូឡាហើយចាទៅមើលពីកូនគឺថាធំលឿនណាបងប្អូនចាការពេលគាត់នៅទូចគឺមានអារម្មណ៍រៀងយូរចាដល់ពេលគាត់រៀងស្រួលទៅគឺពេលវេលារៀងគិតថាវាលឿនក៏ប៉ុន្តែវាថាអ្នកដែលមានកូនមួយឆ្នាំចាគឺយល់ហើយចាពេលគាត់នៅទូចនឹងគឺថាអូយរដាក់ដៃតនេអត់បានអញ្ចឹងណាចាកោម្នាក់ម្ដងអញ្ចឹងឥឡូវហ្នឹងគឺយើងមកមើលពីអវ៉ាន់វិញហើយចំពោះពីតម្លៃផ្កាតម្លៃអីគឺឆ្នាំនេះអត់មានឃើញឡើងទេបងប្អូនគឺតម្លៃដូចឆ្នាំមុនអញ្ចឹងហើយមកជួខាងនេះគឺជាប្រភេទដើមឈើដែលវាមានពណ៌ខៀវពេញមួយឆ្នាំណាចាគឺវាអត់ជ្រុះស្លឹកវាអត់អីទេគឺវាធន់ជាមួយនឹងអាកាសធាតុត្រជាក់ហើយខ្ញុំក៏ឃើញមានអត់ជ្រុងនោះគឺគេមានបញ្ចុះតម្លៃដែរក៏ប៉ុន្តែគឺពួកខ្ញុំអត់ត្រូវការប្រើទេអញ្ចឹងគឺទៅរកទិញជាមួយនឹងអត់ជ្រុងចាដើម្បីយកទៅរៀបព្រិចឲ្យវាថាមានត្រៃវេមកជួថែមទៀតអញ្ចឹងណាព្រោះថាកុំឲ្យចុះពីលើឡានមកគឺវាប្រឡាក់ជើងចាហើយមកមើលពីអានេះវិញបងប្អូនគឺជាប្រដាប់បាច់ក្របស្មៅហើយខ្ញុំមុនមូមកបងប្អូនហើយមានណាឲ្យគេ free ព្រោះនឹកថាអត់ត្រូវការព្រោះមិននឹកស្មានថាខ្ញុំទិញផ្ទះដែលអត់មានស្មៅចឹងទេដល់ពេលឥឡូវគឺត្រូវការសម្រាប់បាច់ក្របស្មៅគឺត្រូវទិញអាបាច់ដៃវិញហើយនិយាយទៅគឺថាស្ដាយមែនទែនជាមួយនឹងម៉ាស៊ីនកាត់ស្មៅទេបងប្អូនចាព្រោះនេះដីរាល់ថ្ងៃនេះវាទូចហ៎ចឹងហើយម៉ាស៊ីនធំខ្ញុំហ្នឹងគឺអត់ត្រូវការប្រើទេគឺត្រូវការប្រើជាមួយណាម៉ាស៊ីនទូចមានណាចាលក់ឡាយឡុងខ្ទេចមូផ្ទះពីរម្ដងគឺថាវិចមកតាមរហូតម៉ាស៊ីនកាត់ស្មៅណាប្រដាប់បាច់ក្របស្មៅហ្នឹងទៅតែមូមកខាងអូហាយ៉ូនៅខាងមិនប្រើផងក៏ខ្ជិលចាលក់ឡាយឡុងឲ្យគេអស់ទៅកុំឲ្យពិបាកដឹកមកសពីងសពងអញ្ចឹងណាចាចឹងឥឡូវយើងមកមើលពីតម្លៃឥដ្ឋវិញបងប្អូននេះឥដ្ឋនេះមកផ្ទាំង$6ចាហើយវាមានម៉ូតតិចនៅហ្នឹងណាហើយងាកទៅខាងនេះឃើញមានគេភ្លេចទូរស័ព្ទបងប្អូនក៏ប៉ុន្តែគឺអត់ប៉ះពាល់ទេព្រោះដឹងថាគង់តែម្ចាស់គេមករនៅកន្លែងហ្នឹងវិញអញ្ចឹងណាហើយមិននិយាយពីទូរស័ព្ទហ្នឹងគឺថាពួកខ្ញុំអាសារើសបានណាបងប្អូនគ្រាន់ថាភាគច្រើនគឺថាទុកឲ្យម្ចាស់គេវិញតែរហូតហ្នឹងអញ្ចឹងឥឡូវខ្ញុំរៀបយកឥដ្ឋមិញហើយស្រាប់តែងាកមកທາງដើរមកមើលខាងនេះមើលមានឥដ្ឋឃើញឥដ្ឋចេះដែរហ៎ស្រាប់តែមកមើលគឺវាថោកជាងបងប្អូននេះមួយតែ$4ទេចាអញ្ចឹងហើយក៏ហៅប្តីថាបងមកយកមួយនេះវិញចាថោកជាងព្រោះថាមិនបាច់ចាំបាច់មានម៉ូតអីទេព្រោះខ្ញុំក៏ចង់ព្រិចឲ្យកន្លែង driveway ហ្នឹងយើងដើរបានបន្តិចទៅណាចាព្រោះថាឡានខ្ញុំត្រូវចតនៅខាងក្រៅក្រាស់ដាក់ឡានពីអត់ទាន់ចូលព្រោះអីវ៉ាន់នៅពេញហ្នឹងចាហើយខ្ញុំមកចតទៅគៀនបន្តិចដើម្បីឲ្យប្តីខ្ញុំមកវិធ្វើការវិញងាយស្រួលគាត់ចូលឡានព្រោះគាត់ត្រូវទៅធ្វើការពលឹមជើងខ្ញុំចាអញ្ចឹងឲ្យគាត់ដាក់ឡាននៅខាងក្នុងទៅកុំឲ្យត្រូវភ្លៀងឬក៏មានខែ snow អីអញ្ចឹងណាអញ្ចឹងពេលដែលចុះមកភាគច្រើនគឺកូនខ្ញុំអីគឺប្រឡាក់ស្បែកជើងចាដើរចូលក្នុងផ្ទះប្រឡាក់ពេញតែផ្ទះហ្នឹងអញ្ចឹងហើយក៏នឹកថាយើងរៀបអិតនឹងមកជួបន្ថែមទៅពេលដែលយើងចុះពីលើឡានមកគឺថាលែងប្រឡាក់ស្បែកជើងហើយចាព្រោះថាលែងជួលគេបងប្អូនអើយចាជួលគេថ្លៃណាស់សួនច្បារនេះបើសិនជាជួលគេខ្ញុំហ៊ាននិយាយថាមិនក្រោម$3000ទេតែនេះអត់ទេសុខចិត្តធ្វើខ្លួនឯងទោះជាមិនបានស្អាត100%ក៏យើងសំចៃបានច្រើនដែរអញ្ចឹងឥឡូវមកមើលពីដើមឈើនេះវិញបងប្អូននេះអានេះគឺវា green ពេញមួយឆ្នាំណាវាអត់មានជ្រុះស្លឹកអីទេចាអញ្ចឹងគឺទិញយកទៅដាក់ម្ដើមអញ្ចឹងទៅហើយអាទូចនេះវាថោកដល់ពេលអាដើមរៀងធំនោះម្ដើមឡើង$20ជាងអញ្ចឹងយើងយកអាទូចទៅដាំទៅចាមុននឹងក្រោយគង់វាធំដូចតែគ្នាអញ្ចឹងណាអញ្ចឹងមិនថារឿងខ្លះបើយើងគិតឲ្យរៀងនេះជ្រៅបន្តិចបងប្អូនគឺយើងសំចៃបានច្រើនបើសិនយើងចង់យកទៅធំស្អាតតែម្ដងក៏យើងត្រូវចំណាយអស់លុយច្រើនអញ្ចឹងណាបងប្អូនអាធំហ្នឹងឃើញទេចាគឺថា
$20ជាងចឹងហើយមិនអីទេចាដើមឈើធំលឿនណាស់ទឹកឲ្យទៅដល់ហើយត្រូវពលឺថ្ងៃតែមួយខែពីរខែហ្នឹងលូតលឿនធំប៉ុណ្ណឹងគ្នាមើលមានខុសគ្នាហ្មងបងប្អូនឃើញអីចាទូជាងតែបន្តិចហ្នឹងចឹងឥឡូវហ្នឹងគឺរកអត់អីបានហើយកូនខ្ញុំលេងឈរនៅលើអតែនហើយប៉ាវាក៏អញ្ចឹងដែរបងប្អូនអើយនេះមានណារុញទៅប៊ីសដួលបែកក្បាលកូននេះគង់តែខ្ញុំចាប់តន់ទេចឹងថាសម្រាប់ខ្ញុំរឿងថាកូនមួយមិនសូវប្រហែលទៅបងប្អូនព្រោះថាពេលដែលកូនឈឺពេលដែលកូនអីខ្ញុំជាម៉ែនឹងថាឈឺជាងកូនទៀតចឹងហើយភាកច្រើនគឺខ្ញុំខ្វៀលកូនខ្ញុំណាស់ចាទៅណាទៅណីដល់ថ្នាក់មិត្តភ័ក្ដិអីខ្ញុំថាអូយអញក៏ប្រយ័ត្នកូនអីក៏ប្រយ័ត្នម៉ែបដ ாய் វាខ្លះទៅអញ្ចឹងណាក៏ប៉ុន្តែសម្រាប់ខ្ញុំអត់បដ ாய் ទេបងប្អូនអើយចាព្រោះថាក្មេងនៅតែក្មេងពេលខ្លះយើងប្រហែល1នាទីអាចធ្វើឲ្យយើងមានវិបដិសារីក៏ថាបានអញ្ចឹងណាព្រោះថាក្មេងប៉ុណ្នេះគឺពេញពុញលពឹសហើយចាអញ្ចឹងខ្ញុំអត់ប្រហែលទេចាអញ្ចឹងឥឡូវហ្នឹងនេះផ្កាទូចទូចនេះបងប្អូនយើងដាក់នៅជាប់ដីដល់ពេលវាបែកគុំទៅគឺថាស្អាតណាហើយផ្កាប្រភេទនេះគឺពេលដែលខែត្រជាក់ងាប់ហើយចាខែក្តៅវារស់ឡើងវិញផ្កានេះវិញក៏ស្អាតដែរបងប្អូនហើយពេលធំទៅដើមវាធំគួរសមអ្នកខ្លះគេទិញយកទៅធ្វើលបងតែម្ដងចាដល់ពេលខែផ្ការីកចារីកមកក៏ថាអូយស្អាតខ្លាំងមែនតើហើយជនជាអាកាំងគឺគេចំណាយណាបងប្អូនទៅលើការតុបតែងសួនច្បារមុខផ្ទះជុំវិញផ្ទះអញ្ចឹងណាព្រោះថាគេចូលចិត្តភាពស្អាតបាតហើយចំពោះប្រភេទផ្កាវិញបងប្អូនចាដែលគេដាក់លក់នៅដើមរដូវអញ្ចេះភាគច្រើនគឺសិតជាផ្កាដែលធន់នឹងអាកាសធាតុត្រជាក់ហើយចាព្រោះថាឥឡូវនៅអូហាយ៉ូនេះគឺនៅត្រជាក់នៅឡើយទេជាពិសេសខ្ញុំសង្កេតឃើញប្រភេទផ្កាមួយចំនួនចាដូចផ្កានេះអីខ្ញុំអត់ដែលឃើញមានលក់នៅខាង North Carolina ក៏ដូចជានៅខាង Tennessee តំបន់ខ្ញុំរស់នៅទេដល់ពេលមកខាងនេះគឺឃើញប្រភេទផ្កាយ៉ាងប្លែកប្រហែលជាប្រភេទផ្កាដែលធន់នឹងអាកាសធាតុត្រជាក់ខ្លាំងអញ្ចឹងណាព្រោះថាដើមផ្កាខ្លះរត់ដែលក្តៅខ្លាំងក៏ដាំអត់ដុះដែរហើយខាងមុខនេះគឺគេរៀបចំឲ្យយើងឃើញពីគេហៅថាផ្កាប្រភេទផ្កាដែលដាំនៅកន្លែងចិត្តប៉ុស្តិ៍សបុតអីអញ្ចឹងណារៀបអត់រៀបអីចារួចហើយដាក់ដាំជាមួយនឹងប្រភេទផ្កាហ្នឹងខ្ញុំចូលចិត្តណាបងប្អូនជិះមើលផ្ទះជនជាអាកាំងណាដែលគេដាំផ្កាចាគឺថាលួចរបៀបដេកគប់ពីគេចាព្រោះថាអាកាំងគឺគេដឹងពីរបៀបដាំផ្ការបស់ពួកគេអញ្ចឹងហើយយើងមើលថាដាំមិនស្អាតគឺថាយកមកដាំតាមអញ្ចឹងឥឡូវទិញរួចរាល់ហើយក៏ចេញពីឡូបងប្អូននេះមិញគឺថាជិះមកក៏ជួបប៉ូលីសនេះដែរចាគឺចតនៅកណ្ដាលផ្លូវហ្នឹងហើយងាកមើលមុខប្តីខ្ញុំឡើងថ្លែព្រោះថាប្តីខ្ញុំគាត់ជិះរៀងលឿនបន្តិចចាក៏ប៉ុន្តែមិនលឿនខ្លាំងទេព្រោះថានៅខាងអូហាយ៉ូនេះកុំជិះលឿនខ្លាំងឲ្យសោះបងប្អូនតែលើស10ឬ5 10គឺដឹងទៅហើយអញ្ចឹងឥឡូវមើលពីសភាពផ្ទះចាមុននឹងការរៀបចំណាហើយនិយាយទៅខ្ញុំមិនមែនអ្នកបកកែទេបងប្អូនគ្រាន់តែថាយើងចេះតែដាក់ដាំកុំឲ្យឃើញតទេអញ្ចឹងណាចាគឺថាអត់មានដើមផ្កាអីមកដើមទេហើយស្មៅវិញគឺគេបាច់ក្របបងប្អូនគឺគេអត់ដាំអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺខ្ញុំក្រាលជាមួយនឹងកណាត់ខ្មៅដើម្បីកុំឲ្យដុះស្មៅចារួចហើយរៀបជាមួយនឹងអិតដែលទិញនៅឡូមិញហ្នឹងចាហើយគ្រោះនេះគឺខ្ញុំទិញពីផ្សារ Walmart យកមកចាក់រៀបបានប៉ុណ្ណេះបងប្អូនក៏ប៉ុន្តែគឺអត់គ្រប់ទេនឹកថាប៉ុណ្ណេះប្រហែលជា2-10បាវអីហ្នឹងគឺគ្រប់ហើយក៏ប៉ុន្តែមានណាចាមកបានតែមួយឆ្នោតហ្នឹងចឹងគឺនៅសល់ខាងមុខផ្ទះហើយនៅចុងនោះទៀតចឹងឥឡូវហ្នឹងតិចទៀតប្តីខ្ញុំអង្គុយបាត់ហត់សិនចាគាត់ទៅទិញថែមពីផ្សារ Walmart ហើយនេះបងប្អូនឃើញហ្នឹងគឺផ្កាដែលខ្ញុំទិញពីឡូមិញហ្នឹងគឺដាក់ព្រាយមួយចឹងទៅគ្រាន់ថាកន្លែងតូតទឹកនេះអត់ទាន់គិតចេញបងប្អូនព្រោះថាពេលដែលទឹកហូរមកទៅវាអត់មានចង្អុលទៅវាអាចនឹងនេះកន្លែងដើមឈើយើងចឹងណាចឹងហើយចាំមើលថារៀបយ៉ាងម៉េចអីយ៉ាងម៉ាមានតែមើល YouTube នឹងឯងខ្ញុំថាសម័យនេះគឺថាស្រួលណាស់បងប្អូនចាមិនបាច់ទៅរៀននៅសាលាទេចាចង់ដឹងចង់ចេះអីមើលទៅ YouTube គឺថាមានបរិញ្ញាសពគ្រប់ហើយសាលាដែលនៅទល់មុខផ្ទះនេះគឺក្មេងៗគេមកប្រកួតបាល់ប្រកួតអីហើយម្ដាយឪពុកអីគេជាអ្នកជូនមកអញ្ចឹងណាចឹងមិនថាសាលារៀនរដ្ឋនៅនេះបងប្អូនគេមានកម្មវិធីសិក្សាល្អៗណាស់និយាយទៅគឺថាគេមិនខ្វះកម្មវិធីឲ្យក្មេងធ្វើអញ្ចឹងណាគឺថាអត់ឲ្យអបសក់ទេចាចឹងឥឡូវប្តីខ្ញុំគាត់មកសួរថាឥឡូវមិនដែរត្រូវទិញគ្រោះថែមប៉ុន្មានបាវអីប៉ុន្មានបាវទៀតចឹងចឹងហើយខ្ញុំក៏ឲ្យគាត់ទៅ Walmart នឹងចាទិញថែម5-10បាវទៀតមកផាជាគ្រប់ហើយខ្ញុំនឹងដាក់ដាំផ្កាបន្ថែមតិចទៀតចឹងណាចាចឹងមិនថាការងារបងប្អូនចាពេលដែលយើងធ្វើវាហត់ហើយក៏ប៉ុន្តែពេលដែលវាចេញផ្កាចេញអីមកក៏វាសប្បាយចិត្តដែរចាហើយខ្ញុំក៏បានតាក់ទងឲ្យគេមកធ្វើលបងនៅខាងក្រៅផ្ទះដែរបងប្អូនព្រោះថាដីផ្ទះយើងវាទូចក៏ប៉ុន្តែបងប្អូននៅស្រុកនេះជាងគឺថាដេញពលាតម្រាំតែបានចេញមកធ្វើយើងគឺថារាប់ខែតែមិនដឹងជាថ្ងៃណាបានមកធ្វើទេចាំតែគេមកធ្វើហើយអាហ្នឹងខ្ញុំរៀបចំនៅខាងក្រៅផ្ទះទៀតចាអញ្ចឹងឥឡូវសួនច្បារខ្ញុំនេះគឺថារួចរាល់ហើយបងប្អូនខ្ញុំដាក់ដាំរួចហ្នឹងគឺថាប្តីយកថ្មមកដល់ល្មមចាអញ្ចឹងក៏
រៀបចំទៅគឺហើយបានមកចំហៀងហើយឥឡូវហ្នឹងគឺថាប្តីកំងឲ្យធ្វើមកចំហៀងទៀតព្រោះគាត់ថាធ្វើទៅឃើញរៀងស្អាតដែរអញ្ចឹងហើយបានព្រីត្រៃវេយើងមកឆ្នោតថែមចេះបងប្អូនឃើញទេចាពេលដែលចុះពីលើឡានមកយើងអត់ប្រឡាក់ដីប្រឡាក់អីអញ្ចឹងណាចាមិនដែរបងប្អូនប៉ានេះយកជាការបានទេហើយប្តីខ្ញុំរឿងបបួលធ្វើអញ្ចេះបងប្អូនដឹងតែបកាយលិចបកាយកើតហើយក៏តែខ្ញុំនឹងចេះតែអស់ឲ្យមកជួយធ្វើគ្នាទៅដល់ពេលធ្វើហើយនេះបើនិយាយពីអវ៉ាន់ដែលទិញហើយប៉ុណ្ណេះបងប្អូនគិតជាលុយទៅអស់ប្រហែលជាមិនដល់500ផងចាបើសិនជាជួលគេគឺថាអស់រាប់ពាន់ស្ដាយលុយណាបងប្អូនអើយចឹងមិនថាការងារដែលខ្ញុំអាចធ្វើបានខ្លួនឯងគឺខ្ញុំធ្វើហើយគឺខ្ញុំអត់ជួលគេទេក៏ប៉ុន្តែបើសិនជាករណីខ្លះដែលយើងធ្វើខ្លួនឯងអត់បានណាចាគឺខ្ញុំជួលគេដូចជាលបងគឺពួកខ្ញុំធ្វើខ្លួនឯងអត់បានទេបងប្អូនដោយសារតែប្តីនេះវាទូចឲ្យបងប្អូនឃើញទេចាគឺមានខ្សែភ្លើងមានពងហ្គាសពងអីអញ្ចឹងដល់ពេលអញ្ចឹងយើងអត់ដឹងថាកន្លែងណាឲ្យកន្លែងណីខ្លាចជីកទៅចំលូចំអីអញ្ចឹងហើយគឺត្រូវតែជួលគេអ្នកជំនាញមកធ្វើគេមានម៉ាស៊ីនសម្រាប់មើលថាកន្លែងណាមានអីព្រោះថាផ្ទះនេះមិនដឹងជាកំពង់អីខ្លះដែរបងប្អូននោះឃើញអសសិតតែកន្លែងកំពង់លូកំពង់អីអញ្ចឹងហើយគឺត្រូវតែជួលគេហើយខាងក្រោយនេះគឺខ្ញុំរៀបខ្លួនឯងអត់ជួលគេទេចាអត់មានជួលគេមកចាក់សាបដូចផ្ទះណត់កន្លែងណាទេចាព្រោះថាខ្លាចរត់ចោលទៀតចារត់ចោលទាំងនេះទៅគឺថាវាស្ដាយលុយណាចឹងហើយគឺខ្ញុំក្រាកណាត់ខ្មៅហើយរៀបជាមួយណាអត់ជ្រុងនឹងទៅគ្រាន់ថាយើងទិញអាធំយកមករៀបគៀននេះវិញក៏ខ្ញុំរៀបអត់ចាក់ដីសម្រាប់ដាំជីដាំម្ទេសអីទិញទួចគៀនផ្ទះស្រួលចិត្តដៃបេះអញ្ចឹងណាចាចឹងមិនថាចាំមើលគេធ្វើលបងហើយទៅចាប់ដើមរៀបនៅផ្នែកខាងក្រោយនេះឥឡូវគឺថារៀបខាងមុខនេះនៅសួនច្បារមកចំហៀងខាងនេះទៀតបងប្អូនចាចឹងចាំមើលរៀងតនេបាត់ជួយចកែងទីសិនចាចាំធ្វើបន្តទៀតចឹងទៅអូខេចឹងវីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមកទស្សនាជាមួយវីដេអូរបស់នាងខ្ញុំចាជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតណាចាសូមអរគុណសូមជម្រាបលា